And hello សួស្តីអ្នកទាំងអស់គ្នាបាទជួបគ្នាម្ដងទៀតហើយជាមួយខ្ញុំបាទ camera ហើយត្រៀមខ្លួនដើម្បីកម្ចាត់វាភ្លាមៗដែលគេចាប់ផ្ដើមរួមគ្នាកម្ចាត់ទៅលើ camera បាន activate battle mode របស់គេដើម្បីត្រៀមខ្លួនប្រឈមមុខនឹងអ្នកប្រមាញ់ដែលគ្មានការភ័យខ្លាចមួយសន្ទុះក្រោយមក Shion ក៏មកដល់ទីតាំងចុងក្រោយដែលគេមានអារម្មណ៍ថា camera នៅតែរកឃើញតែស្លាកស្នាមឈាមនិងឧបករណ៍អ្នកប្រមាញ់ប៉ុណ្ណោះក្រៅពីនេះមានស្នាមជើងក្មេងលាយឡំនិងស្នាមជើងសត្វចម្លែក camera ដែលកំពុងផ្លាស់ប្ដូររូបរាងកាយពេលកំពុងប្រយុទ្ធជាមួយនឹងអ្នកប្រមាញ់ដោយសារតែ camera ត្រូវបានបង្កើតឡើងពីលោហៈរាងវាយសមហេតុផលដែលអាចផ្លាស់ប្ដូររូបរាងកាយបានដោយសេរីទោះជាយ៉ាងណាសម្ភារៈដែលប្រើក្នុងការបង្កើតវាគឺកម្រណាស់ដែលជាមូលហេតុពួកគេធ្វើឲ្យវាតូចមិនធំជាងទំហំក្មេងឬឆ្កែទេ Shion មានចំណាប់អារម្មណ៍ថា camera អាចប្រឈមមុខនឹងអ្នកប្រមាញ់លំដាប់ពីរបានទាំង5នាក់ដែលតាមចាប់វាម្យ៉ាងវិញទៀតអ្នកប្រមាញ់ទាំងពីរនាក់បានដល់កម្រិតរបស់ពួកគេហើយពួកគេកំពុងរំពឹងថានឹងស្លាប់ដោយពិតប្រាកដនៅទីនេះ Shion លេចមុខនៅកន្លែងកើតហេតុដោយស្វែងឧបករណ៍របស់ពួកគេនៅលើខ្នងអ្នកប្រមាញ់ចាប់ផ្ដើមបង្វល់ឲ្យជួយសង្គ្រោះពួកគេហើយគ្រាន់តែគេរៀបនឹងមិនអើពើនឹងពួកគេទៅហើយគេក៏នឹកឃើញថាគេទាំងពីរគ្មាន Gaki Star នៅសល់ទេអ្នកប្រមាញ់ម្នាក់បានយកលុយ2,000,000 វ៉ុនចេញដោយប្រាប់ Shion ថាពួកគេត្រៀមខ្លួនទិញថ្មប្រសិនបើគេមានជាក់ស្ដែងពួកគេនឹងស្លាប់ប្រសិនបើពួកគេមិនចេញពីពិភពបិសាចឲ្យលឿននោះទេ Shion ភ្ញាក់ផ្អើលដោយសារចំនួនលុយដែលត្រូវផ្ដល់ជូនសម្រាប់ Genstone ទោះបីជាគេមិនត្រូវការលុយនោះក៏ដោយទោះជាយ៉ាងណា Shion បានសម្រេចចិត្តយកលុយនោះព្រោះគេគិតថានឹងត្រូវការវានៅពេលដែលគេសម្រេចចិត្តចាកចេញពីពិភពបិសាចបន្ទាប់មក Shion បានបើកច្រកទ្វារសម្រាប់ពួកគេហើយអ្នកប្រមាញ់បានអោនគោរពទៅកាន់ Shion ដោយធានាថាគេនឹងមិនបំភ្លេចគុណរបស់ Shion ដែលបានជួយសង្គ្រោះពួកគេឡើយអ្នកប្រមាញ់បានចាប់គ្រាមមិត្តរបស់គាត់រួចហើយដើម្បីឲ្យពួកគេអាចចេញទៅហើយនេះគឺជាពេលដែល Shion និយាយថា Gaki Star តែងតែមានតម្លៃប្រហែល 20,000 វ៉ុនតែប៉ុណ្ណោះតែអ្នកប្រមាញ់ប្រាប់ថាតម្លៃបានផ្លាស់ប្ដូរតាំងពីយូរណាស់មកហើយអ្នកប្រមាញ់សួរ Shion ថាហេតុអ្វីបានជាគេចាប់អារម្មណ៍នឹងរឿងនេះហើយ Shion បង្ហាញថាគេមានអារម្មណ៍មិនល្អនោះទេដែលគេបានចាប់ជំរិតទាបប្រាក់ពីពួកគេទាំងពីរដើម្បីលាងកំហុសនេះគេសម្រេចចិត្តធ្វើរឿងមួយសម្រាប់តបស្នងពួកគេគេបានយកដៃទៅប៉ះស្ប៉ារបស់អ្នកប្រមាញ់ដែលអស់កម្លាំងនោះហើយចាប់ផ្ដើមបញ្ចូល mana ទៅក្នុងខ្លួនរបស់គាត់ដែលធ្វើឲ្យអ្នកប្រមាញ់ម្នាក់ទៀតមានការភ្ញាក់ផ្អើលជាខ្លាំងបច្ចេកទេសនេះគឺជាអ្វីដែលសូម្បីតែអ្នកប្រមាញ់លំដាប់ A ក៏មិនចង់ពាក់ព័ន្ធដែរនេះគឺដោយសារតែ mana អាចផ្លាស់ប្ដូរឃ្លាឃ្លានឹងច្របូកច្របល់ដែលនឹងធ្វើឲ្យ run mana របស់ពួកគេរហែកដែលនៅទីបំផុតនឹងធ្វើឲ្យពួកគេស្លាប់អ្នកប្រមាញ់សន្មតថា Shion នឹងបរាជ័យហើយពួកគេនឹងស្លាប់តែ Shion បានធ្វើឲ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយគេបានបន្សុទ្ធថាមពលបិសាចនោះបានសម្រេចអ្នកប្រមាញ់អោបខ្នែកយ៉ាងណាស់ព្រោះពួកគេគិតថាពួកគេនឹងបានស្លាប់រួចទៅហើយបន្ទាប់ពីជួយពួកគេរួច Shion សម្រេចចិត្តថាដល់ពេលដែលត្រូវចាកចេញហើយពួកគេទាំងពីរចាប់ផ្ដើមអរគុណគេខណៈដែលឆ្ងល់ថាតើ mana របស់គេមានឥទ្ធិពលខ្លាំងប៉ុណ្ណាទើបអាចបញ្ចូលវានៅក្នុងអ្នកប្រមាញ់ដែលអស់កម្លាំងបានយ៉ាងងាយស្រួលបន្ទាប់ពីអ្នកប្រមាញ់បានចេញទៅគេត្រឡប់ទៅផ្ទះរបស់គេវិញហើយគេសប្បាយចិត្តដែលការធ្វើដំណើររបស់គេបានយ៉ាងល្អគេក៏សង្កល់ឃើញថា Mantra Ora បានភ្ញាក់ហើយគេក៏យល់ថាដល់ពេលដែលត្រូវដាំពួកវាដូចគ្នាគេរកឃើញកន្លែងមួយដែលនៅលើដីដែលដាំ Mantra Ora តែពួកគេហាក់ដូចជាមិនសប្បាយចិត្ត Shion ឆ្ងល់ថាតើមានអ្វីខុសចំពោះពួកវាហើយគេក៏ព្យាយាមបញ្ចូល mana ឲ្យទៅពួកវាបន្តិចដើម្បីឲ្យពួកវាមានអារម្មណ៍ថាល្អប្រសើរជាងមុនដូចការរំពឹងទុកអារម្មណ៍របស់គេពិតជាបានផ្លាស់ប្ដូរពិតមែនធ្វើឲ្យ Shion មានការធូរចិត្តទន្ទឹមនឹងនេះ camera ប្រភេទ Mechanic កំពុងលាក់ខ្លួននៅក្នុងគុម្ពោតព្រៃពីក្រោយគេទោះបីជា Shion អាចដឹងពីថាមពលរបស់ camera នោះក៏ដោយក៏គេសម្រេចចិត្តមិនធ្វើអ្វីរហូតទាល់តែគេអាចតាក់ទងមកកាន់គេដោយខ្លួនឯង Shion ដើរចូលទៅក្នុងផ្ទះហើយចាក់របស់របរទាំងអស់ដែលគេបានពីអ្នកប្រមាញ់រួមទាំងលុយផងដែរក្នុងចំណោមនោះមានចង្ក្រានយួរដៃ Gate Stone ចំនួន 8 គ្រាប់និងសម្លៀកបំពាក់ទំនេរហើយនៅ Sleeping Bag ចំនួន 2 ផងដែរ Shion សប្បាយចិត្តណាស់របស់របរទាំងអស់គឺជាអ្វីដែលគាត់ត្រូវការខ្លាំងបំផុតហើយសំណាងល្អទៀតនោះក្នុងកាបូបក៏មានមីកញ្ចប់ ramen ផងដែរគេនឹកឃើញថាលើកចុងក្រោយដែលគេបានញ៉ាំមីកញ្ចប់កាលគេនៅមណ្ឌលកុមារកំព្រាឯណោះដោយសារតែឃ្លានគេក៏សម្រេចចិត្តធ្វើមីកញ្ចប់សម្រាប់ខ្លួនឯងដោយសារធ្វើតាមការណែនាំ
ល្ងើកញ្ចប់នេះគេក៏ចាប់យកឆ្នាំងមួយហើយដើរចេញទៅក្រៅដើម្បីដងទឹកប៉ុន្តែត្រីមួយក្បាលស្រាប់តែលោតចេញពីទឹកដើម្បីវាយប្រហារគេដោយសារតែនឹងត្រូវការគ្រឿងផ្សំផ្សេងទៀតសម្រាប់នេះគេក៏វាយត្រីនោះឲ្យស្លាប់ហើយញាត់វាចូលទៅក្នុងឆ្នាំងតែម្ដងដើម្បីបន្ថែមគ្រឿងផ្សំកាន់តែច្រើនដល់មីងគេក៏បានរកឃើញស៊ុតព្រៃស៊ុតសម្រាប់ប្រើជាខ្ទឹមបារាំងរថយន្តអ្វីទាំងអស់ចូលទៅក្នុងឆ្នាំងទន្ទឹមនឹងនេះកាមេរ៉ាមេកានិកកំពុងមើលហើយពូរបស់វាក៏ចាប់ផ្ដើមស្រែកឃ្លានផងដែរឈីអនបាននិយាយហើយចាប់ផ្ដើមវាចំមីប៉ុន្តែក្លិនដ៏អាក្រក់ពីមេនោះស្ទើរតែធ្វើឲ្យមែនត្រាអូរ៉ាថតដង្ហើមស្លាប់ទៅហើយទោះបីជាអាហារនោះមានក្លិនអាក្រក់ខ្លាំងក៏ដោយក៏កាមេរ៉ាមេកានិកចាប់អារម្មណ៍នឹងវាខ្លាំងដែរដោយសារតែចង់ញ៉ាំអាហារទាំងអស់នោះគេក៏គិតរកគំនិតដ៏ឆ្លាតវៃមួយហើយបានរំលាយខ្លួនឲ្យទៅជាសត្វឆ្កែវាបានរៀនថាមនុស្សចូលចិត្តសត្វឆ្កែហើយថែមទាំងមានការអាណិតអាសូរដល់សត្វឆ្កែដែលរងរបួសទៀតផងវាបានចូលទៅចិត្តស៊ីអនដូចជាឆ្កាតែស៊ីអនអាចដឹងបានយ៉ាងងាយថាវាគឺជាកាមេរ៉ាមេកានិកស៊ីអនវាតម្លៃស្ថានភាពហើយនឹងថាកាមេរ៉ាមេកានិកនោះគឺនៅក្មេងគេឆ្លល់ថាតើកាមេរ៉ានោះអាចរត់គេចពីមន្ទីរពិសោធន៍ហើយចូលមកក្នុងពិភពបិសាចបានដោយរបៀបណាដោយសារតែកាមេរ៉ាចង់ចូលរួមជាមួយគេក៏ផ្ដល់ជូនមីដែលមើលទៅគួរឲ្យខ្លាចនោះដែលគេបានធ្វើឲ្យទៅកាមេរ៉ានោះញ៉ាំពួកគេទាំងពីរអង្គុយញ៉ាំមីជាមួយគ្នាហើយរំលឹកដល់ស៊ីអនអំពីពេលដែលគេនិងមិត្តកំព្រារបស់គេរីករាយនឹងការញ៉ាំមីនៅមណ្ឌលកុមារកំព្រាបន្ទាប់ពីពួកគេរីករាយនឹងអាហារដ៏ស្រស់ស្អាតរបស់ពួកគេរួចស៊ីអនបានប្រាប់កាមេរ៉ានោះអាចចាក់ចេញទៅបានពួកគេត្រូវសម្អាតឆ្កែនោះក៏ដើរចេញទៅតែពេលដើរចេញទៅស៊ីអនរំលឹកថាវាទើបតែដើរខ្វិនជើងឆ្វេងកាលពីមុននេះកាមេរ៉ានោះភ្ញាក់ផ្អើលពេលដឹងថាស៊ីអនដឹងពីល្បិចរបស់គេហើយគេក៏ធ្វើជាខ្វិនជើងបន្តហើយក៏ធ្វើដំណើរចេញទៅបាត់ទៅនៅថ្ងៃបន្ទាប់ស៊ីអនបានសម្រេចចិត្តសាកល្បងបោកខោអាវជាលើកដំបូងរបស់គេហើយយកសម្លៀកបំពាក់ខ្លះដែលបានមកពីអ្នកប្រមាញ់ដើម្បីបោកគេគិតថាគេត្រូវធ្វើបែបនេះព្រោះគេមិនអាចស្លៀកសម្លៀកបំពាក់ស្បែកអស់មួយជីវិតបានទេខណៈដែលគេមិនមែនជាមនុស្សសម័យបុរាណនោះទេគេដាក់អាវនៅលើថ្មហើយគេគិតថាគេនឹងធ្វើតាមការណែនាំនៃរបៀបបោកខោអាវដែលគេបានដឹងរួចមកហើយគេចាប់ផ្ដើមយកដំបងខ្លីមួយហើយវាយអាវនោះដោយប្រុងប្រយ័ត្នតែអ្វីគួរឲ្យភ្ញាក់ផ្អើលសូម្បីតែការវាយថ្នមៗរបស់គេក៏ធ្វើឲ្យថ្មនិងអាវនោះបែកខ្ទេចដែរឈីអនជួបនឹងភាពតានតឹងនៃការមានកម្លាំងខ្លាំងពេកតែសំណាងល្អដែលគេនៅសល់អាវមួយទៀតដើម្បីសាកល្បងទោះជាយ៉ាងណាគេក៏សម្គាល់ឃើញថាកាមេរ៉ាមេកានិកនៅតែលបតាមដានគេដដែលទោះបីជាគេបដិសេធមិនតាក់ទងក៏ដោយក៏គេកំពុងបំលែងខ្លួនទៅជាអ្វីដែលសមនឹងការបំលែងរបស់គេហើយកំពុងមើលរាល់ចលនារបស់ឈីអនជាមួយនឹងអ្វីគ្រប់យ៉ាងដែលគេបានឃើញរហូតមកដល់ពេលនេះស៊ីអនយល់ថាកាមេរ៉ាមេកានិកនៅអាយុក្រោម5ឆ្នាំប៉ុណ្ណោះក្រៅពីនេះវាមានការនិយាយបែបមេខានិកដ៏គួរឲ្យឆ្គាំឆ្គងដែលស៊ីអនគិតថាមិនអីទេព្រោះវាគ្រាន់តែជាផលប៉ះពាល់ចំពោះកាមេរ៉ាក្មេងៗដែលត្រូវបានដាក់ចំណេះដឹងចូលនៅក្នុងខ្លួនដោយបង្ខំបន្ទាប់ពីភាពតានតឹងដ៏ខ្លាំងក្លាគេក៏សម្រេចបានការបោកខោអាវហើយវាចេញមកបានយ៉ាងស្អាតទោះជាយ៉ាងណាបន្ទាប់ពីបោកខោអាវរួចគេក៏ដឹងថាវាតូចពេកសម្រាប់ខ្លួនគេតែជំនួសឲ្យការបោះចោលគេក៏សម្រេចចិត្តលើកវាទៅព្យួរនៅលើខ្សែហើយទុកវានៅទីនោះចោលជាអនុស្សាវរីយ៍បន្ទាប់ពីនេះគេគិតថាការពិនិត្យមើលមែនត្រាអូរ៉ាគឺជារឿងបន្ទាប់នៅក្នុងបញ្ជីរបស់គេគ្រាន់តែគេចាក់ចែងអាវនៅលើខ្សែកាមេរ៉ាមេកានិកចាប់យកវាហើយពាក់វាភ្លាមព្រោះគេកំពុងត្រាប់តាមអ្វីដែលបានឃើញនៅក្នុងពិភពមនុស្សផ្សេងទៀតកាមេរ៉ាមេកានិកប្រកាសថាអាវនេះទីបំផុតជារបស់គេហើយដើម្បីឲ្យមើលទៅកាន់តែស័ក្តិសមគេបានបំលែងខ្លួនឲ្យទៅជាក្មេងស្រីម្នាក់ដែលមានសក់វែងស្អាតខណៈពេលដែលកំពុងមើលមែនត្រាអូរ៉ាស៊ីអននឹងថាពួកគេកំពុងធ្វើសកម្មភាពចម្លែកណាស់ដែលមិនគួរជាបែបនោះទេស្លឹកនៅលើរុក្ខជាតិកំពុងតែស្រពោនហើយឬវាហាក់ដូចជាស្ងួតជីអងឆ្ងល់ព្រោះថាបានដកស្មៅទាំងអស់ចេញនៅពេលវាកំពុងធ្វើចំការសម្រាប់មែនត្រាអូរ៉ារួចហើយបន្ទាប់មកជីអនក៏ស៊ើបអង្កេតដោយប្រុងប្រយ័ត្នហើយនេះគឺជាអ្វីដែលគេបានរកឃើញថាមានសត្វល្អិតចង្រៃនៅក្រោមដីដែលធ្វើឲ្យមែនត្រាអូរ៉ាជួបការលំបាកគេបន្ទោសខ្លួនឯងដែលមិនបានពិនិត្យឲ្យបានហ្មត់ចត់តែស្ទើរឲ្យរុក្ខជាតិទាំងនោះស្លាប់អស់ទៅហើយគេគិតថានឹងត្រូវធ្វើសួនច្បារឲ្យបានត្រឹមត្រូវដែលមានទំហំប្រហែលផ្ទះរបស់គេដែរ